បង្គាគឺជាអាហារសមុទ្រដែលទទួលបានប្រជាប្រិយភាពខណៈវាមានរសជាតិឆ្ងាញ់និងសម្បូរទៅដោយប្រូតេអ៊ីនដែលរាងកាយមនុស្សត្រូវការយ៉ាងណាមិញបុគ្គលមួយចំនួននៅសង្ស័យថាសរសៃខ្មៅនៅខាងក្នុងបង្គានោះគឺជាអ្វីហើយវាមានសុវត្ថិភាពក្នុងការបរិភោគឬក៏យ៉ាងណាលោកស្រី Torres Tevez អ្នកឯកទេសផ្នែកអាហារសមុទ្រនៅសាកលវិទ្យាល័យ Georgia Marine Extension and Georgia Sea Grant បានប្រាប់គេហទំព័រ Self ថាផ្នែកខ្មៅដែលនៅលើក្នុងបង្គានោះគឺជាប្រព័ន្ធរំលាយអាហាររួមមានក្រពះនិងពោះវៀនជាដើមដោយហេតុថាបង្គាគឺជាសត្វដែលស្វែងរកចំណីនៅឯបាតសមុទ្រដូច្នេះវាអាចស៊ីប្លង់តុងសារ៉ាយសត្វល្អិតបំណែកសត្វរុក្ខជាតិរលួយប៉ារ៉ាស៊ីតនិងសូម្បីតែខ្សាច់ចូលទៅក្នុងរាងកាយដូច្នេះក្រពះពោះវៀនរបស់បង្គាគឺជាកន្លែងរក្សាទុកនៅពួកកាកសំណល់ទាំងនោះលោក Dave Love អ្នកវិទ្យាសាស្ត្រជាន់ខ្ពស់ពីមជ្ឈមណ្ឌល Johns Hopkins Center for a Livable Future បានប្រាប់ថាត្បិតសរសៃខ្មៅនោះគឺជាប្រព័ន្ធរំលាយអាហារឬន័យមួយទៀតគឺជាកន្លែងរក្សាទុកលាមករបស់បង្គាក៏ពិតមែនតែបើសិនជាបង្គាបានឆ្លងកាត់ការចម្អិនត្រឹមត្រូវពួកគឺចម្អិនលើកម្ដៅ63អង្សាសេឡើងទៅវាមិនអាចបង្កគ្រោះថ្នាក់ដល់សុខភាពបានទេយ៉ាងណាមិញលោកបន្ថែមថាបើសិនជាអ្នកចង់ទទួលទានបង្គាឆៅមិនឆ្លងការចម្អិនអ្នកត្រូវដកក្រពះនិងពោះវៀនរបស់បង្គាចេញជាដាច់ខាតព្រោះវាអាចធ្វើឲ្យអ្នកពុលបង្គាបានព្រោះសរសៃខ្មៅនោះមានផ្ទុកប្រភេទបាក់តេរីដូចជា Coli ជាដើមប្រភពដែលបានបញ្ជាក់ថាក្រោមហេតុផលសុវត្ថិភាពចំណីអាហារអ្នកអាចបរិភោគបង្គាឆ្អិនទាំងសរសៃខ្មៅបានដោយមិនមានគ្រោះថ្នាក់អ្វីទេយ៉ាងណាមិញបើសិនជាអ្នកមិនស្រណុកចិត្តពោលគឺមិនចង់ទទួលទានលាមករបស់បង្គាអ្នកអាចដកសរសៃខ្មៅនោះចេញបានគួរឲ្យដឹងផងដែរថាបង្គាគឺជាអាហារដែលប្រជុំទៅដោយជីវជាតិព្រោះនៅក្នុងបង្គាទម្ងន់85ក្រាមមានផ្ទុកនៅជាតិប្រូតេអ៊ីនសរុបរហូតដល់20ក្រាម